ព្រឹកមិញនេះអាយដាមឧបនាយករដ្ឋមន្ត្រីប្រាក់សកលបានកោះទូត27នៅកម្ពុជាហើយយើងនឹងចែកព័ត៌មានទៅបណ្ដាទូតរបស់យើងនៅក្រៅប្រទេសដើម្បីអំពីចំហហេតុអីបានជាកម្ពុជាទៅ ICJ ព្រោះយើងគិតថាជំរឿទ្វេភាគីវាអត់មានទៅរួចទុករ៉ាំរ៉ៃឬអាចប៉ះគ្នាក្នុងពេលនេះឬពេលទៅមុខទៀតបើមិនរកដំណោះស្រាយនេះចេញនោះទេនៅកន្លែងទាំង4នេះព្រោះអាមុំ3វាទៅ8គ្នាហើយអាតាមនតាកបីនេះគឺវាយគ្នា2011ហើយចិត្តផ្ទុះទៀតហើយព្រោះតបទាំងអស់វាយគ្នាគ្រោងដាក់គ្នាត្រៀមប្រយុទ្ធរៀងខ្លួនទៅហើយនេះជាហេតុផលនៃការសម្រេចចិត្តរបស់យើងទៅដោយសារកត្តាបែបនេះវាក្តៅដល់កម្រិតមួយដែលថាវាអត់ច្រកចេញហើយបណ្ដាប្រទេសនៅលើពិភពលោកដែលឆ្លាញ់សន្តិភាពកម្ពុជាប្រកាន់ជំហរឲ្យអង្គការឲ្យតុលាការយុត្តិធម៌អន្តរជាតិនេះដោះស្រាយគឺដោយសារយើងចង់ដោះស្រាយដោយសន្តិភាពនិងប្រើច្បាប់អន្តរជាតិជាជាងប្រើកម្លាំងបាយបាទមេភូមិពាទ្យពីថៃថ្ងៃមុនចេញមកស្រែកអាហ្នឹងដីរបស់គេមិនចេញបើមិនចេញតទៅវាយគ្នាយកជំហរបែបនេះកម្ពុជាមិនមែនអ្នកគម្រាមទេណាម្សិលមិញហ្នឹងគឺខាងគេថាកម្ពុជាគម្រាមរដ្ឋាភិបាលកម្ពុជាគម្រាមគ្រប់បែបយ៉ាងអត់សោះយើងវាពិបាកដែរពេលខ្លះគេគម្រាមគេរឿងគេឌឺគ្រប់បែបយ៉ាងដែលយើងតគេថាយើងឌឺគេភ្លាមយើងគម្រាមគេភ្លាមត្រូវរហូតបាទមិនយើងត្រឹមត្រូវណាអានេះត្រូវថ្មោគេវាយយើងរហូតតែកម្ពុជាប៉ុណ្ណាយើងប្រទេសអំណត់ប្រទេសស្រឡាញ់សន្តិភាពព្រោះយើងស្គាល់សង្គ្រាមច្រើនហើយប៉ុន្តែយើងក៏មិនអាចនៅស្ងៀមឲ្យគេបន្តជន់គ្រប់បែបយ៉ាងនោះទេគ្រប់ពេលនោះទេយើងត្រូវមើងម៉ាត់នៅក្នុងការការពារអធិបតេយ្យភាពរបស់យើងផលប្រយោជន៍ជាតិរបស់យើងពិតណាស់ទំនាក់ទំនងមិត្តយើងត្រូវបន្តធ្វើប៉ុន្តែបើមិត្តមិនគោរពយើងក៏មិនអាចឲ្យអ្នកឯងជន់បាននោះតែទេរឿងបែបនេះគឺជារឿងពិតហើយប្រជាជាតិខ្មែរមួយយើងមិនអាចឲ្យគេមើលគេនោះទេជាពិសេសយើងអត់ខុសសោះបាទហើយចំហដែលយើងទៅតុលាការអន្តរជាតិនេះទៅពិបាកស្អីបងប្អូនហើយបើត្រឹមត្រូវទាំងអស់គ្នាទៅមែនអត់បាទបើអ្នកត្រឹមត្រូវខ្លាចអីតុលាការកម្ពុជាអត់ខ្លាចទេតុលាការកាត់មិនយើងនឹងទទួលនៅសាលកម្មសាលដីការបស់តុលាការយើងអត់ខ្លាចទេបាទអញ្ចឹងសង្គមថាភាគីថៃក៏អាចដូចគ្នាជាមួយយើងថ្ងៃណាមួយជ្រើសរើសយកផ្លូវសុចរិតផ្លូវត្រង់រកអ្នកទី3ដែលអាចទុកចិត្តបានយន្តការតុលាការអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះទៅកុំឲ្យកូនខ្មែរនិងកូនថៃនៅរ៉ាំរ៉ៃជាមួយគ្នារឿងប្រាសាទរឿងអីនេះទៀតដែលយើងដោះមិនចេញនៅតំបន់ធំតំបន់តូចតាកបីនៅមុំ3ទេបាទដើម្បីដោះបញ្ចប់វាម្ដងទៅកុំឲ្យវានៅសពិចសពិលហើយរោទៅវាយគ្នាតិចកើតលេចកើតតទៅទៀតបាទអត់មានលាក់លៀមទេអត់មានលាក់ទេអត់ខ្លាចទេហើយខ្ញុំសូមឲ្យប្រជាពលរដ្ឋខ្មែររបស់យើងគ្រប់និន្នាការទាំងអស់អ្នកក្នុងនិងក្រៅអ្នកគាំទ្ររដ្ឋាភិបាលអ្នកមិនគាំទ្ររដ្ឋាភិបាលសូមតែម្យ៉ាងទេទុកប្រយោជន៍ជាតិជាធំជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលដើម្បីធ្វើកិច្ចការងារនេះបន្តការងារខ្លះយើងមិនអាចបញ្ចេញព័ត៌មានលាក់លេឯកសារទេគឺពាក់ព័ន្ធទៅនឹងលក្ខន្តិកៈពាក់ព័ន្ធទៅនឹងកិច្ចការតុលាការយើងមិនអាចបញ្ចេញនោះទេសូមកុំធ្វើយ៉ាងណាឲ្យបែកបាក់នៅអារម្មណ៍ជាតិរបស់យើងបង្កើតរឿងសំបីតែនីតិវិធីឯកសារតតាំងគ្នាក្នុងតុលាការនេះវាមានដំណាក់កាលស៊ើបសួរស៊ើបគេផ្សេងចំនួនគេមិនឲ្យបញ្ចេញជាសាធារណៈទេនៅក្រៅដូចតែគ្នាអញ្ចឹងសូមកុំទាមទារខ្ញុំសូមបញ្ជាក់កន្លែងណាដែលយើងអាចបង្ហាញបានទៅសាធារណៈយើងមិនខ្លាចទេតែកន្លែងខ្លះយើងត្រូវគោរពនៅនីតិវិធីតុលាការសូមឲ្យជឿតែមួយទៅយើងមិនមែនលេងសៀកឥឡូវឃើញអ្នកខ្លះបង្ហោះតាម Facebook ថាយើងរៀបប្រជុំមុខជាមួយថៃរឿងព្រំដែននៅព្រំដែនយើងបិទច្រកព្រំដែនសិតតែជាការលេងសៀករវាងរដ្ឋាភិបាលកម្ពុជានិងថៃងាប់ឲ្យអត់ទេបងប្អូនអើយគិតថាយើងបិទលបងស្អីហ្នឹងសិតតែយើងលេងល្ខោនដើម្បីចំណេញនយោបាយខ្ញុំមើលទៅវាហួសហ្មងហួសចិត្តហ្មងបាទបើថាផ្អាកឈប់បង្កើតអា ក្តីស្រមៃរបៀបបែបនេះ
ខ្ញុំពេលខ្លះខ្ញុំអង្គុយសើចអាយុ80ឆ្នាំចិត្តមិនព្រមត្រែទេដើរជិះកប៉ាល់ហោះទៅអង្គុយលុយហេងគៀនលុយកាន់មីក្រូតាមវត្តឲ្យជេររហូតបាទហើយអាកូនចៅគាត់ប្រហែលអ្នកនោះគឺប្រកែខាងឌឺរហូតឥឡូវឌឺចោណាឌឺខ្ញុំឌឺចោប៉ិនសុំធ្វើអីកុំឌឺឲ្យប៉ះទឹកចិត្តកងទ័ពកុំឌឺពាក់ព័ន្ធទៅនឹងព្រៀបឈ្នះរបស់យើងនៅតុលាការតែប៉ុណ្្នឹងជឿទុកចិត្តម៉ោងស្មើនេះមិននឹងបែកបាក់ខ្ញុំមិនចង់ឡងទៅគ្នាអីទេបាទយល់សារខ្ញុំប៉ុណ្្នឹងហើយអ្វីដែលខ្ញុំនិយាយនេះគឺប្រឈមមុខជាមួយនឹងអ្នកចិត្តការរបស់យើងដែលកំពុងតែទាមទាររឿងបញ្ហាព្រំដែនជាមួយគ្នាកម្ពុជាប្រកាន់ជាប់ជានិច្ចនៅគោលចំហរក្សាសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយថៃនិងប្រទេសជិតខាងអញ្ចឹងក្នុងន័យនេះការប្តឹងទៅតុលាការអន្តរជាតិដោះស្រាយតាមសន្តិវិធីនេះហើយគឺជាជំរើសល្អបំផុតដែលយើងអាចថែរក្សានៅមិត្តភាពកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃមិនមែនជាការបំផ្លាញនោះទេផ្ទុយទៅវិញបើយើងដោះតាមផ្លូវផ្សេងដូចជាកងកម្លាំងប្រដាប់អាវុធនឹងហើយដែលងាយបែកបាក់នោះបាទអញ្ចឹងបើយើងរើសជំហរទៅតុលាការអន្តរជាតិជ្រើសយកសន្តិភាពនិងច្បាប់អន្តរជាតិដោះស្រាយដើម្បីរក្សាមិត្តភាពកិច្ចសហប្រតិបត្តិការកុំឲ្យរឿងនៅកន្លែង4នេះវាប៉ះពាល់ទំនាក់ទំនងផ្សេងទៀតម៉ាឡេស៊ីហើយសិង្ហបុរីដូចគ្នាគេដោះអានឹងមិនចេញគេខ្ជិលកុំឲ្យនាំរឿងពាក់ព័ន្ធរវាងតំណែងប្រទេសទាំងពីរគេបបួលគ្នាទៅតុលាការកាត់មិនគេយកចឹងប្រទេសផ្សេងទៀតច្រើនណាស់ម៉ាឡេស៊ីមួយសិង្ហបុរីម៉ាឡេស៊ីមួយឥណ្ឌូនេស៊ីជាមួយស្អីទៅគេធ្វើទៅអញ្ចឹងយើងដល់ពេលហើយមកធ្វើទៅ